ថ្ងៃនេះខ្ញុំចង់ចែកម្លែកវីដេអូមួយនៅរមណីយដ្ឋានមួយកន្លែងនៅក្នុងស្រុកបាណន់រមណីយដ្ឋានហ្នឹងគឺជារមណីយដ្ឋានចង្ហូរថ្មបើយើងចេញពីប្រាសាទបាណន់ទៅប្រហែលជា1គីឡូទៅ2គីឡូទៅប៉ុណ្្នឹងឯងយើងទៅដល់កន្លែងចង្ហូរថ្មហ្នឹងហើយនៅទីហ្នឹងមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនគេតុបតែងបានស្អាតដល់ឥឡូវមានកញ្ចុះមានអីនៅមាត់ទឹកហើយទឹករដូវកាលចូលឆ្នាំនេះគឺពេញលេងតែម្ដងយើងអាចលេងទឹកបានព្រោះថាទឹកនៅកន្លែងហ្នឹងរាក់ៗទេអញ្ចឹងយើងអាចហូបអីជុំគ្នានៅលើកញ្ចុះហ្នឹងទៅហើយយើងអាចលេងទឹកបានទៀតចូលឆ្នាំអីផ្សេងពីសក្រានយើងអត់ដឹងទៅណាយើងអាចទៅលេងនៅចង្ហូរថ្មហ្នឹងបានតែសារតែនៅចង្ហូរថ្មហ្នឹងនៅជិតក្រុងទេអញ្ចឹងយើងអាចឆ្លៀតទៅគឺវាស្រួលហើយនៅតាមផ្លូវទៅបាណន់ហ្នឹងថ្ងៃចូលឆ្នាំអីក៏មានអ្នកលេងច្រើនដែរអញ្ចឹងយើងទៅលេងទីតាំងទៅដល់កន្លែងហ្នឹងបដ ாய் ទៅវាពិតជាសប្បាយមែនទែនយើងទៅលេងនៅហ្នឹងយើងអាចទៅលេងអានពីកន្លែងយើងទៅលេងបាញ់ទឹកបាញ់អីនៅតាមផ្លូវទៅបាណន់ហ្នឹងផងហើយទៅដល់កន្លែងចង្ហូរថ្មហ្នឹងយើងទៅលេងទឹកបន្ថែមទៀតទៅនិយាយទៅកន្លែងចង្ហូរថ្មនេះពេលគេធ្វើកញ្ចុះនៅចប់ទឹកអញ្ចឹងណាត្រជាក់ស្រួលមែនទែនហើយយើងដឹងស្រាប់ហើយខែចូលឆ្នាំចេះដឹងតែក្តៅហើយអញ្ចឹងយើងអាចទៅលេងនៅហ្នឹងទៅមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងនិយាយរួមទៅទឹកនេះយើងមើលទៅគួរឲ្យចង់លេងតែម្ដងណាដោយសារតែទឹកមើលទៅថ្លាហើយលេងអត់ល្អទេទឹកនេះហ៎ដូចឲ្យវាថាទឹកស្ទឹងហូរពីលើទៅក្រោមអញ្ចឹងវាអត់ល្អទេដល់ពេលអញ្ចឹងយើងលេងសប្បាយទាំងអស់គ្នាហើយវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាស្ដាប់សលេងទឹកហូរជាក់ស្ដែងតិចទៅហើយអរគុណច្រើនដែលទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត